บงปอนពេលយប់ពេលរៀងស្ងាត់ដែរដោយសារតែខ្ញុំខានជាងវីដេអូយូរហើយបងប្អូនអើយអញ្ចឹងមានថតទេសភាពពេលថ្ងៃពេលយប់ឲ្យបងប្អូនទស្សនាមើលដោយសារតែខ្ញុំរវល់ខ្លាំងមែនតើបងប្អូនរវល់យូរខែដែរនេះបងប្អូនខានជាងវីដេអូហើយនេះគឺថាផ្កាយនៅលើមេឃគឺថាស្រស់ស្អាតមែនតើនេះគឺជាព្រះច័ន្ទបងប្អូនថតមុខទេសភាពត្រួសហើយនឹងឲ្យបងប្អូនស្ដាប់សំឡេងចម្រិតយប់បន្តិចសិនទៅចាំថ្ងៃណាខ្ញុំទំនេរខ្ញុំនឹងចេញវីដេអូឲ្យបងប្អូនទស្សនាមើលបន្តទៀតបងប្អូនហើយរៀងវល់បន្តិចឲ្យបងប្អូនតែខ្ញុំនៅជនបទណាអញ្ចឹងវាអត់មានតែវិឡាធំអីទេបងប្អូននេះគឺជាផ្ទះរបស់ខ្ញុំផ្ទាល់តែបងប្អូនរៀងចាំងបន្តិចឲ្យបងប្អូនគឺថាកំសត់ណាបងប្អូនអើយដោយសារតែផ្ទះនេះខ្ញុំមិនដែលមិននៅទេទិញទុកចោលយូរហើយបងប្អូនអញ្ចឹងគឺខ្ញុំមកស្នាក់នៅតែពេលយប់ទេបងប្អូនរៀងចាស់ដែរបងប្អូននេះផ្ទះរបស់ខ្ញុំនៅលើផ្ទះនេះគឺថារៀងញ៉ៃញ៉ៃដែរបងប្អូនហើយវាសុទ្ធតែដីសុទ្ធតែអីអញ្ចឹងទៅដោយសារតែយើងអត់ដែរមកនៅពេលថ្ងៃខ្ញុំទៅនៅផ្ទះមួយទៀតខ្ញុំមកស្នាក់នៅតែពេលយប់ទេចាំពេលណាដែលខ្ញុំមានលុយបុកបណ្ដងអីអញ្ចឹងខ្ញុំមកនៅហើយខ្ញុំមករស់នៅទីនេះឲ្យបងប្អូនគឺថានៅមុខផ្ទះរបស់ខ្ញុំនេះគឺថាចំការធំល្វឹងល្វើយបងប្អូនចំការគេណាមិនចំការខ្ញុំទេចាំពេលថ្ងៃនេះខ្ញុំទំនេរខ្ញុំនឹងថតទេសភាពពេលថ្ងៃឲ្យបងប្អូនទស្សនាហើយនេះអ្នកជិតខាងផ្ទះរបស់ខ្ញុំរៀងស្ងាត់ដែរបងប្អូននៅនេះនោះខ្ញុំបដូរទីលំនៅមកនៅនេះជិតបាន2-3 ខែហើយបងប្អូនហើយរវល់ខ្លាំងមែនទែនមិនដែលចេញវីដេអូសោះហើយថ្ងៃនេះឃើញព្រះច័ន្ទស្អាតក៏ដូចជាថ្ងៃចុងឆ្នាំអញ្ចឹងទៅក៏សាកថតវីដេអូហើយក៏ចេញវីដេអូបន្តិចឲ្យបងប្អូនទស្សនាមើលប្រហែលជា1 នាទីអីទេបងប្អូន